បាទសូមគោរពជម្រាបសួរដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីនៅសាច់រឿងថ្មីមួយទៀតបងប្អូនណាចង់ដឹងថាសាច់រឿងថ្មីមួយនេះតើមានអត្ថន័យព្រឺព្រួចរន្ធត់យ៉ាងណានោះសូមពុកម៉ែបងប្អូនតាមដានស្ដាប់ជាមួយខ្ញុំបាទដូចតទៅតើបងប្អូនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាចាស់បុរាណតែងតែហាមដាច់ខាតមិនឲ្យយើងហាលខោអាវចោលនៅពេលយប់តើវាគ្រាន់តែជាល្បិចដើម្បីបោកក្មេងឲ្យឆាប់ចូលគេងឬក៏មានអាកំបាំងអ្វីនៅពីក្រោយរឿងនេះហើយយប់នេះដែរខ្ញុំនឹងនាំបងប្អូនទៅកាន់ភូមិដាច់ស្រយាលមួយដែលរឿងរ៉ាវអបិយជំនឿនេះបានคล้ายជាការពិតនៅពេលដែលមេឃចាប់ផ្ដើមងងឹតចូលមកគ្របដណ្ដប់សម្លៀកបំពាក់ដែលយើងបានហាលចោលអាចនឹងមិនមែនជាសម្លៀកបំពាក់របស់យើងទៀតឡើយវាអាចជាជំរករបស់វិញ្ញាណអារក្សដែលស្រេកឃ្លាននិងអាចជាមធ្យោបាយរបស់ព្រាយបិសាចប្រើដើម្បីចូលមកក្បែរខ្លួនរបស់អ្នកនៅភូមិតូចឆ្ងាយពីគេមួយកន្លែងក្បែរជើងភ្នំរឹមជាយុវជនម្នាក់ដែលទើបតែត្រឡប់មកពីទីក្រុងវិញយប់នោះមេឃរកកលចង់ភ្លៀងខ្យល់បក់បោកមកខ្លាំងធ្វើឲ្យដើមដូងរេយកទៅយកមកយាយពៅដែលជាជីដូនបានដាស់តឿនចៅថាចៅអើយប្រយ័ត្នប្រមូលខោអាវចូលផ្ទះវិញឲ្យអស់មកយប់ជ្រៅហើយកុំហាលចោលពេលយប់វាមិនល្អទេរឹមលួចសើចតិចរួចតបទៅយាយវិញថាយាយអើយជប់ទៅហើយហាលវាចោលទៅវាមិនអីទេកុំជឿតាមជំនឿបុរាណពេកយាយរឹមមិនដឹងទេថាពាក្យសម្ដីរបស់ខ្លួនឯងកំពុងតែដាស់វិញ្ញាណម្យ៉ាងដែលកំពុងរងចាំនៅក្រោមម្លប់ឈើធំខាងក្រោយផ្ទះលុះម៉ោង12យប់រំលងអាត្រៀតរឹមកំពុងតែគេងលង់លក់ស្កប់ស្កល់ស្រាប់តែភ្ញាក់ឡើងដោយសារសំឡេងអ្វីម្យ៉ាងសំឡេងនោះដូចជាមាននរណាម្នាក់កំពុងដើរជុំវិញស្នួរហាលខោអាវរបស់គាត់ហាក់បីដូចជាសំឡេងកំពុងតែអូសសម្លៀកបំពាក់ចេញពីស្នួររឹមក៏ងើបអង្គុយផ្ទៀងត្រចៀកស្ដាប់គាត់គិតថាប្រហែលជាចោរលួចខោអាវហើយប៉ុន្តែនៅពេលដែលគាត់អើតមើលតាមបង្អួចគាត់មិនឃើញមានមនុស្សទេគាត់ឃើញតែអាវយឺតពណ៌សរបស់គាត់កំពុងតែរំកិលចុះឡើងនៅលើស្នួរហាក់បីដូចជាមាននរណាម្នាក់កំពុងពាក់វាប៉ុន្តែគ្មានរូបរាងមនុស្សទាល់តែសោះដោយកើតក្តីងឿងឆ្ងល់ពេករឹមក៏ទាញពិលចុះពីលើផ្ទះដើម្បីទៅមើលឲ្យជាក់ខ្យល់យប់ត្រជាក់បក់បោកមកប៉ះស្បែកធ្វើឲ្យគាត់ព្រឺរោមខ្ញាក់គាត់បញ្ចាំងពិលទៅកន្លែងស្នួរប៉ុន្តែអ្វីហាក់ដូចជាធម្មតាខោអាវនៅដដែលគ្មានប្រែប្រួលអ្វីសោះឡើយប៉ុន្តែនៅពេលដែលគាត់ងាកក្រោយដើម្បីឡើងផ្ទះវិញស្រាប់តែពិលរបស់គាត់បញ្ចាំងទៅចំស្រមោលមួយនៅលើជញ្ជាំងផ្ទះវាគឺជាស្រមោលមនុស្សស្រីដែលមានសក់វែងអន្លាយដល់ដីប៉ុន្តែផ្នែកក្បាលហាក់ដូចជាឃើញមិនសូវច្បាស់នាងកំពុងតែធ្វើកាយវិការដូចជាកំពុងបោកខោអាវដែលរឹមហាលចោលនោះយ៉ាងញាប់ដៃលុះដល់ព្រឹកឡើងរឹមប្រញាប់ទៅប្រមូលខោអាវគាត់សង្កេតឃើញថាខោអាវរបស់គាត់ដែលហាលចោលកាលពីយប់មិញនោះវាមិនត្រឹមតែមិនស្ងួតទេប៉ុន្តែវាបែរជាសើមជោកដោយទឹកអ្វីម្យ៉ាងពណ៌ក្រហមព្រាលនិងមានក្លិនឆ្អាបដូចជាឈាមទៀតផងមិនត្រឹមតែប៉ុណ្ណោះនៅលើអាវនោះក៏មានស្នាមប្រឡាក់ជាទម្រង់ម្រាមដៃវែងស្រួចខ្វាចដាច់ក្រណាត់អាវទៀតផងរឹមក៏ចាប់ផ្ដើមភ័យខ្លាចប៉ុន្តែនៅតែព្យាយាមលួងចិត្តខ្លួនឯងថាប្រហែលជាមានសត្វអ្វីម្យ៉ាងខាំទាញតែប៉ុណ្ណោះលុះដល់យប់បន្ទាប់រឹមបានយកអាវនោះមកពាក់
ដោយសារគាត់បានបោកជំរះវាស្អាតបាតរួចរាល់ហើយភ្លាមបន្ទាប់ពីពាក់អាវនោះគាត់មានអារម្មណ៍ថាដូចជាធ្ងន់ស្មាយ៉ាងខ្លាំងហាក់បីដូចជាមានមនុស្សកំពុងជិះលើស្មារបស់គាត់ភ្នែករបស់គាត់ចាប់ផ្ដើមឡើងក្រហមហើយគាត់ចាប់ផ្ដើមនិយាយម្នាក់ឯងជាភាសាមួយដែលស្ដាប់មិនយល់យាយពៅឃើញសភាពចៅមិនសូវស្រួលក៏ប្រញាប់យកទឹកមុនមកប្រសិទ្ធិប៉ុន្តែរឹមបានស្រែកដាក់យាយយ៉ាងខ្លាំងដោយសំឡេងក្រឡដែលមិនមែនជាសំឡេងរឹមនោះឡើយយាយពៅក៏សម្រេចចិត្តប្រាប់ការពិតពីប្រវត្តិភូមិនោះកាលពីច្រើនឆ្នាំមុនមានស្ត្រីម្នាក់ត្រូវបានគេសម្លាប់ចោលនៅក្បែរទីនោះខណៈពេលនាងកំពុងហាលខោអាវនៅពេលយប់វិញ្ញាណរបស់នាងមិនទៅណាទេនាងតែងតែដើររកសម្លៀកបំពាក់របស់អ្នកភូមិដែលហាលចោលនៅពេលយប់ដើម្បីយកមកបិទបាំងរូបរាងកាយដ៏រន្ធត់របស់នាងចាស់ក៏ជឿថាបើខ្មោចនោះពាក់អាវនរណាហើយវានឹងតាមម្ចាស់អាវនោះដល់ទីបំផុតនៅយប់នោះដែររឹមយល់សពឃើញស្ត្រីម្នាក់ក្នុងសម្លៀកបំពាក់អាវសរបស់គាត់ឈរនៅចុងគ្រែវិញ្ញាណខ្មោចនាងនោះក៏សើចក្អឹករួចនិយាយទៅរឹមថាអរគុណសម្រាប់អាវដ៏កក់ក្ដៅនេះប៉ុន្តែខ្ញុំនៅតែត្រជាក់ខ្ញុំត្រូវការស្បែករបស់អ្នកថែមទៀតនាងចាប់ផ្ដើមលូកដៃដែលសល់តែឆ្អឹងមកច្របាច់ករឹមភ័យពេកក៏ភ្ញាក់ឡើងស្រាប់តែឃើញស្នាមជួមខ្មៅនៅជុំវិញករបស់គាត់មែនទែនដោយឃើញស្ថានភាពចៅកាន់តែធ្ងន់ធ្ងរយាយពៅបានទៅរកអាចារ្យសក់សម្នាក់ដែលពូកែខាងមុនអាគមដើម្បីឲ្យមកជួយក្នុងរឿងនេះលោកអាចារ្យក៏មានប្រសាសន៍ថាវិញ្ញាណនេះវាជាប់ជំពាក់នឹងអាវនោះខ្លាំងណាស់យើងត្រូវធ្វើពិធីដុតអាវនោះចោលនៅចំកណ្ដាលផ្លូវបំបែកដើម្បីបង្វែរដានវាប៉ុន្តែពិធីនេះត្រូវធ្វើនៅម៉ោង 12 យប់ចំពេលដែលខ្មោចនាងនោះចេញតាមរកអាវរបស់វារឹមនិងលោកអាចារ្យបានធ្វើដំណើរទៅកាន់ផ្លូវបំបែកក្នុងព្រៃបរិយាកាសក៏ពោរពេញដោយភាពស្ងាត់ជ្រងំមានតែសំឡេងសត្វទីទុយយំតែប៉ុណ្ណោះនៅពេលដែលភ្លើងកំពុងឆេះអាវនោះស្រាប់តែមានខ្យល់កន្ត្រាក់បក់មកយ៉ាងខ្លាំងធ្វើឲ្យភ្លើងស្ទើរតែរលត់ស្រមោលខ្មោចស្រីនោះបានលេចចេញមកនាងស្រែកធ្ងរដោយការឈឺចាប់ព្រោះរបស់ដែលនាងកំពុងតោងជាប់កំពុងត្រូវភ្លើងឆេះខ្មោចនាងនោះមិនព្រមទៅដោយងាយទេវាបានហោះសម្ដៅមករករឹមរួចច្រានគាត់ឲ្យដួលទៅលើដីវាព្យាយាមទាញព្រលឹងរឹមចេញពីរាងកាយឃើញដូចនេះលោកតាអាចារ្យក៏ប្រញាប់សូត្រមន្តអាគមការពារយ៉ាងញាប់មាត់តែម្ដងភ្នែកខ្មោចនោះឡើងក្រហមឆេះដូចភ្នក់ភ្លើងវាមើលមករឹមដោយគំនុំរួចបាត់ខ្លួនទៅក្នុងភាពងងឹតវិញបន្សល់ទុកតែសំឡេងសើចដ៏ព្រឺព្រួយទោះបីជាដុតអាវចោលហើយក៏ដោយប៉ុន្តែរឹមនៅតែមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងសម្លឹងមើលគាត់ជានិច្ចមិនថានៅក្នុងផ្ទះឬក្រៅផ្ទះនោះទេរាល់ពេលដែលគាត់ដើរកាត់ស្នួរហាលខោអាវនោះគាត់តែងតែឮសំឡេងខ្សឹបហៅឈ្មោះគាត់ថារឹមយកខោអាវឲ្យយើងពាក់ផងមិនមែនមានតែរឹមទេមិត្តភ័ក្តិរបស់រឹមម្នាក់ទៀតឈ្មោះថាច័ន្ទក៏មិនជឿរឿងនេះដែរច័ន្ទបានហាលខោអាវទ្រនាប់និងខោជើងវែងចោលនៅយប់មួយ
លុះដល់ស្អែកឡើងច័ន្ទចាប់ផ្ដើមមានជំងឺប្លែកៗខ្លួនប្រាណរបស់គាត់ឡើងពងបែកនិងមានស្នាមដូចគេវាយដោយរំពាត់ពេញរាងកាយតែម្ដងអ្នកភូមិចាប់ផ្ដើមភ័យខ្លាចគ្រប់គ្នាលោកតាអាចារ្យបានរកឃើញថាខ្មោចនោះបានយកខោអាវដែលវាកាន់កាប់បានទៅព្យួរទុកនៅលើមេឃដើមជ្រៃធំមួយនៅចុងភូមិហើយរាល់ខោអាវដែលវាបានព្យួរគឺជាតំណាងឲ្យព្រលឹងមនុស្សម្នាក់ៗនោះបើខោអាវអ្នកណាម្នាក់ស្អុយរលួយនោះមនុស្សនោះនឹងត្រូវស្លាប់ក្នុងពេលឆាប់រឹមនិងអ្នកភូមិត្រូវរួមគ្នាទៅកាប់ដើមឈើនោះចោលនៅពេលដែលអ្នកភូមិទៅដល់ដើមជ្រៃនោះពួកគេបានឃើញខោអាវជាច្រើនហើរជុំវិញដើមជ្រៃនោះហាក់បីដូចជាសត្វប្រចៀវកំពុងតែទុំជាប់នឹងដើមជ្រៃនោះអញ្ចឹងខណៈពេលនោះដែរខ្មោចស្រីនោះបានលេចរូបរាងពេញលេញនាងមានមុខមាត់ខ្ទេចខ្ទីដែលមើលទៅគួរឲ្យចង់ក្អួតពិធីរំដោះព្រលឹងដ៏ធំមួយត្រូវបានធ្វើឡើងការតស៊ូគ្នារវាងមន្តអាគមសនិងវិញ្ញាណអាក្រក់បានអូសបន្លាយពេញមួយយប់រហូតដល់ពន្លឺព្រះអាទិត្យរះឡើងបន្ទាប់ពីវិញ្ញាណនោះត្រូវបានបង្ក្រាបភាពសុខសាន្តក៏បានត្រឡប់មកជាធម្មតាវិញរឹមបានក្លាយជាមនុស្សម្នាក់ដែលគោរពតាមដំបូន្មានចាស់ខ្លាំងបំផុតក្នុងភូមិគាត់តែងតែប្រាប់អ្នកដទៃថាជំនឿខ្លះមិនមែនឲ្យយើងជឿដោយងប់ងល់ពេកនោះទេប៉ុន្តែវាជាការដាស់តឿនឲ្យយើងមានការប្រុងប្រយ័ត្ននិងគោរពចំពោះអ្វីដែលយើងមើលមិនឃើញរហូតមកដល់សប្តាហ៍ថ្ងៃនៅក្នុងភូមិនោះគ្មានអ្នកណាម្នាក់ហ៊ានហាលខោអាវចោលពេលយប់អាធ្រាត្រនោះទេព្រោះខ្លាចក្រែងថ្ងៃណាមួយវិញ្ញាណនោះនឹងត្រឡប់មកវិញបាទរឿងនេះសន្មតថាចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅក្នុងសាច់រឿងក្រោយៗទៀតអរគុណបងប្អូនជម្រាបលា